ត្រៀមខ្លួនសម្រាប់ខែរោងទឹកយ៉ាងនឹងចូលមកនៅថ្ងៃទី5ខែមេសារហូតដល់ថ្ងៃទី4ខែឧសភាឆ្នាំ2026ឆ្នាំដែលល្អប្រសើរដែលហេងដែលមានការជួយទំនុកបំរុងគាំពៀយកអាសាមានឆ្នាំរកាវោកហើយនឹងជូតចំពោះអ្នកដែលត្រូវការធាតុដីហើយនឹងទឹកក៏ល្អប្រសើរផងដែរឆ្នាំដែលគួរតែមានការប្រុងប្រយ័ត្នជាពិសេសសម្រាប់ខែនេះផ្ទាល់មានឆ្នាំចធាតុភ្លើងវ័យ20ឆ្នាំនិងចធាតុដីវ័យ68ឆ្នាំទិសដែលយើងគួរតែប្រុងប្រយ័ត្នក្នុងករណីយើងចង់ជួសជុលស្វាដំបុកគ្រឹះមានទិសខាងត្បូងឈៀងខាងកើតដែលជាទិសនៃតារាសាស្ត្រលេខ5ចចូលទិសខាងត្បូងឈៀងខាងកើតទី1ផងដែរក៏ជាទិសនៃស្ដេចសត្វប្រចាំខែទិសមួយទៀតគឺទិសខាងត្បូងដែលជាទិសនៃពិឃាត3ដែលវាស៊ីចំនួន3សត្វចាប់ពីទិសម្សាញ់មមីរហូតដល់មមែនិងទិសចុងក្រោយគឺទិសខាងជើងឈៀងខាងលិចទី1ដែលជាទិសចដែលជាទិសនៃឆុងប្រចាំខែផងដែរសរុបសេចក្តីមកទិស3ដែលយើងគួរតែមានការប្រុងប្រយ័ត្ននៅក្នុងខែនេះផ្ទាល់ទិសខាងត្បូងឈៀងខាងកើតទិសខាងត្បូងនិងទិសខាងជើងឈៀងខាងលិចទី1ចំពោះវីដេអូដែលខ្ញុំបានធ្វើសម្រាប់ប្រចាំខែរោងទឹកយ៉ាងដែលជាត្រូវជាខែមេសានេះខ្ញុំសង្ឃឹមថាពិតជាមានផលប្រយោជន៍ចំពោះបងប្អូននៅក្នុងការប្រើប្រាស់ចំពោះសំណួរឬចម្ងល់ដែលបងប្អូនបានឆ្ងល់បងប្អូនអាចតម្លាក់នៅក្នុង comment នេះបានខ្ញុំនឹងព្យាយាមឆ្លើយទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានជូនពរសំណាងល្អ